សុភាសិតជំពូក15ចម្លើយទុនភ្លុនរមែងបន្ថយកំហឹងរីឯសម្ដីគំរោះគំរឿយតែងតែធ្វើឲ្យច្រឡោតខឹងសម្ដីរបស់អ្នកមានប្រាជ្ញារមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹងរីឯមាត់របស់មនុស្សខ្លៅសាព្រោះតែសេចក្តីល្ងីល្ងើព្រះអម្ចាស់ទតឃើញសពអន្លើព្រះអង្គសង្កេតមើលទាំងមនុស្សល្អទាំងមនុស្សអាក្រក់ពាក្យលើកទឹកចិត្តប្រៀបដូចជាដើមឈើផ្ដល់ជីវិតរីឯសម្ដីត្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្តមនុស្សល្ងីល្ងើតែងតែមើលងាយការព្រានប្រដៅរបស់ឪពុករីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅជាមនុស្សឆ្លាតផ្ទះរបស់មនុស្សសុចរិតតែងសម្បូរសប្បាយរីឯទ្រព្យដែលរកបានដោយអំពើអាក្រក់រមែងនាំឲ្យកើតទុក្ខសម្ដីរបស់អ្នកមានប្រាជ្ញារមែងបណ្ដុះបណ្ដាលចំណេះរីឯមនុស្សខ្លៅវិញមិនអាចបណ្ដុះបណ្ដាលបានទេព្រះអម្ចាស់មិនសពព្រះハរតីនឹងយ៉ាញ់បូជារបស់មនុស្សអាក្រក់ឡើយតែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់ព្រះអម្ចាស់មិនសពព្រះハរតីនឹងផ្លូវរបស់មនុស្សអាក្រក់ទេតែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្តីសុចរិតអ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់រីឯអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់ព្រះអម្ចាស់ជ្រាបអ្វីៗនៅឋានមច្ចរាជនិងនៅនរកអវជ័យចំណែកឯចិត្តមនុស្សវិញព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់ទៅទៀតមនុស្សវាយរឹកខ្ពស់មិនចូលចិត្តឲ្យនរណាស្ដីប្រដៅទេហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយរីឯចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់អ្នកចេះពិចារណាតែងតែស្វែងរកចំណេះរីឯមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើចំពោះមនុស្សកំសត់ទុរគតថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែររីឯមនុស្សសប្បាយចិត្តវិញថ្ងៃណាក៏ជាថ្ងៃបុណ្យដែរក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ប្រសើរជាងមានទ្រព្យសម្បត្តិច្រើនហើយកើតទុក្ខកង្វល់កន្លែងណាមានតែបន្លែបរិភោគហើយមានសេចក្តីស្រឡាញ់នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់តែមានការស្អប់គ្នាមនុស្សខឹងច្រើនតែងតែបង្កជម្លោះរីឯមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួលកុំឲ្យមានការទាស់ទែងគ្នាផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លារីឯផ្លូវរបស់មនុស្សទៀងត្រង់រៀបស្មើល្អកូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្តរីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយមនុស្សមិនដឹងខុសត្រូវតែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើរីឯមនុស្សចេះគិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់ខ្វះការពិគ្រោះគ្នាគម្រោងការតែងតែបរាជ័យមានទីប្រឹក្សាច្រើនគម្រោងការតែងតែសម្រេចពោលពាក្យត្រឹមត្រូវស្របនឹងកលៈទេសៈរមែងនាំឲ្យមានអំណរសប្បាយមនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលទៅរកជីវិតហើយជៀសវាងផ្លូវដែលចុះទៅរកសេចក្តីស្លាប់ព្រះអម្ចាស់រំលំផ្ទះរបស់មនុស្សអំនួតតែព្រះអង្គការពារដីធ្លីរបស់ស្ត្រីមេម៉ាយព្រះអម្ចាស់មិនសពព្រះハរតីនឹងគំនិតអាក្រក់ទេតែព្រះអង្គគប់ព្រះハរតីនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធមនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួនរីឯអ្នកដែលមិនព្រមទទួលសំណូករមែងមានអាយុយឺនយូរមនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយរីឯមនុស្សអាក្រក់រមែងនិយាយមូលបង្កាច់ភ្លាមព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេតែព្រះអង្គស្ដាប់ពាក្យទូលអង្វររបស់មនុស្សសុចរិតទឹកមុខដែលសម្ដែងសេចក្តីមេត្តារមែងនាំឲ្យមានអំណរហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំងអ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្ដីប្រដៅដែលនាំឲ្យមានជីវិតអ្នកនោះ
រស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញាអ្នកណាបដិសេធការព្រានប្រដៅអ្នកនោះបានប្រមាថជីវិតខ្លួនឯងរីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅតែងតែទទួលសុភនិច្ឆ័យការគោរពកោតខ្លាចព្រះអម្ចាស់តែងតែអប់រំខ្លួនឲ្យមានប្រាជ្ញាមុននឹងទទួលសេរីរុងរឿងតោងដាក់ខ្លួនជាមុនសិន